បើជ្រើសក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទអរហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើការសម្ដែងរឿងបន្តនៅរឿងជាហ្វឹងដែលជាអេពីសូតទី127ដែលជាភាពបន្តរបស់យើងហើយមុននឹងចូលទៅកាន់សាច់រឿងបើសិនជាគ្នាយើងណាដែលទៅមកថ្មីហ្នឹងគឺសូមកុំភ្លេចចុច like subscribe បើសញ្ញាកណ្ដឹងអ្នកមើលផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទតមកខាត់ពេលយូរយើងចូលសាច់រឿងរបស់យើងតែម្ដងទៅផ្ដាល់សិរម៉ៃយើងក៏បានឃើញថាគ្នារបស់ជាហ្វឹងទាំងអស់ប្រមាណគឺនៅរងចាំទៅកាន់ជាហ្វឹងព្រោះអីជាហ្វឹងរបស់យើងហ្នឹងគឺនៅមិនទាន់ចេញមកនៅឡើយនោះទេមិនតែប៉ុណ្ណោះយើងក៏បានឃើញថាសាច់ស៊ីយាយជាមួយនឹងអ្នកក្លាហានលីតមូរបស់យើងហ្នឹងគឺពួកគេហ្នឹងគឺមិនទាន់ទៅណាឡើយដែលពួកគេហ្នឹងគឺអង្គុយផឹកតែរងចាំទៅកាន់ជាហ្វឹងហ្នឹងឯងសាច់ស៊ីយាយរកគេក៏បានជឿថាជាហ្វឹងរបស់យើងហ្នឹងគឺនៅសល់ពេលត្រឹមតែមួយថ្ងៃទៀតនោះទេហើយបើសិនជាពួកយើងហ្នឹងគឺមិនចាក់ចាញ់ច្បាស់ណាស់វានឹងយឺតពេលសាច់ស៊ីយាយរកគេហ្នឹងក៏បានដើរទៅអរគុណគ្នារបស់ជាហ្វឹងដោយវាហ្នឹងគឺបាននិយាយថារកគេហ្នឹងគឺពិតជាអរគុណខ្លាំងមែនទែនចំពោះការជួយសង្គ្រោះហើយកូនមីនេះផងដែរវានឹងគឺមិនភ្លេចនោះទេហើយបើសិនជាមានឱកាសរកគាត់គឺចង់ឲ្យអ្នកទាំងអស់គ្នានឹងគឺឲ្យទៅហូបតានៅនីកាយដានលេនដើម្បីជជែកគ្នាលេងហើយសាច់ស៊ីយាយរកគេនឹងគឺបញ្ញាប់ចាចាក់ចេញពីទីកន្លែងហ្នឹងភ្លាមតែម្ដងចំពោះអ្នកក្លាហានលីនមូរបស់យើងក៏ដូចគ្នាផងដែរបានប្រាប់ទៅកាន់គ្នារបស់យេហ្វឹងយូចានជាមួយនឹងកញ្ញាហ្វឹងលីលីដែលរកគេនឹងគឺបានប្រាប់ថារកគេនឹងគឺត្រូវទៅដូចគ្នាផងដែរចំពោះបងប្រុសយេហ្វឹងរកគេគិតថាគឺគ្មានបញ្ហាអ្វីនោះទេហើយជិះមកទៅអ្នកដែលបារម្ភទៅកាន់យេហ្វឹងជាងគេនឹងគឺគ្មានបណ្ណាក្រៅពីយូចានរបស់ចេននៅទេគឺឋាននារីចាំស្នេហ៍តែម្ដងលេនមូនៅពេលដែលរ៉ូកែនឹងគឺបាននិយាយរួចរ៉ូកែនឹងគឺបានលាទៅកាន់អ្នកគ្រប់គ្នាហើយរ៉ូកែនឹងគឺបានប្រញាប់ប្រញាល់ចាត់ចេញទីកន្លែងហ្នឹងភ្លាមស្រាប់ពេលនោះជេក៏បានឃើញអាប៉ែជើងស្ទាយដែលជាឡាវអ៊ូរបស់ចេនហ្នឹងក៏បាននិយាយថាបើសិនជាថ្ងៃស្អែកជាហ្វឹងរបស់ចេនគឺនៅតែមិនចេញមកទៀតយល់អស់បងប្រុសទាំងពីរគួរតែប្រញាប់ចាត់ចេញពីទីកន្លែងនេះជាមុនសិនតែហើយថែនឯក៏បានសួរទៅកាន់ឡាវអ៊ូថាយ៉ាងចឹងតែឯងគឺមិននៅរងចាំជាហ្វឹងទេអីចំពោះបងប្អូនចិត្តមួយថ្លើមមួយរបស់ជាហ្វឹងក៏បាននិយាយថាយ៉ាឯឡិននឹងខុសពីមុនណាបើអញ្ចឹងគឺមិនដែរនោះទេបងនឹងគឺនឹងចាំជួបឯងនៅក្នុងទីក្រុងឡាអូគេបាននិយាយតបទៅកាន់បងប្រុសគេថាគឺកុំច្រឡំអីរូកែហ្នឹងគឺមិនចង់ជពាក់គុណទៅកាន់នរណាម្នាក់នោះទេបងប្រុសរបស់ឡាអូក៏បាននិយាយថាមើលទៅមាត់ឯងគឺនៅរឹងដដែលគឺខកពីចិត្តឯងតែម្ដងមើលទៅហ្នឹងគឺប្រប៉ាននិយាយគ្នាខ្លាំងមែនទែនដែលរូគាត់ក៏បានជាបន្ថែមទៀតថារូគាត់ហ្នឹងគឺខ្លាំងជាងគេហើយវានឹងគឺស័ក្តិសមខ្លាំងមែនទែនក្នុងការរកគាត់នឹងគឺនៅមើលថែឬមកក៏រងចាំទៅកាន់ជាហ្វឹងកញ្ញាហ្វឹងលលៃបើជើងក៏បានសង្កេតឃើញថាជាចានបើយើងនឹងគឺមានការប្រព្រំទៅកាន់ជាហ្វឹងជាខ្លាំងហើយរ៉េនឹងក៏បានចូលមកនិយាយទៅកាន់ជាចានថាកុំឲ្យជាចានកុំបារម្ភទៅកាន់ជាហ្វឹងពេកអីមើលទៅជាហ្វឹងបើយើងនឹងគឺមិនកើតអ្វីនោះទេក្នុងចិត្តរបស់ជាចានក៏បាននិយាយដូចគ្នាផងដែរបើសិនជាហ្វឹងបើយើងនឹងគឺចាំមិនចង់មកនោះរូបនាងនឹងយកជីវិតរបស់នាងគឺទៅផ្សងជាមួយនឹងជាហ្វឹងតែម្ដងមើលទៅជាចានបើយើងនឹងគឺពិតជាស្រឡាញ់ទៅកាន់ជាហ្វឹងខ្លាំងមែនទែនសរឿងគេក៏បានកាត់មកដល់ច្រកចូលនៅខាងក្រៅជាងក៏បានឃើញថាគ្នារបស់ហៅធានហើយរកគេនឹងគឺជាដៃស្ដាមរបស់ហៅធាននឹងតែម្ដងគឺថាពួកគេទាំងអស់ហ្នឹងគឺនៅរងចាំនៅខាងក្រៅនៅឡើយអឡុងពេលនោះជាងក៏បានឃើញថាកញ្ញាមីអើជាមួយនឹងបងខ្លាសជាមួយនឹងឆ្មាខ្មៅហ្នឹងពួកគេទាំងបីនាក់គឺបានចេញមកហើយក៏ប៉ុន្តែបើសិនជាយើងមើលសភាពរបស់ពួកគេទៅគឺថារៀងទ្រុឌបន្តិចផងដែរគឺថារបួសពេញខ្លួនតែម្ដងស្រាប់ពេលជាមួយគ្នានៅផងដែរដៃឆ្វេងរបស់ហៅធានក៏បានសួរទៅកាន់អ្នកទាំងបីនោះថាតើអិសរៈជនទាំងពីរហ្នឹងគឺនៅឯណាខ្លាសវាក៏បាននិយាយថាអិសរៈជនទាំងពីរគឺបាននាំនិមិត្តសញ្ញាសិនវហ្នឹងគឺទៅបាត់ហើយដែលបានលើដូច្នេះម្ចាស់និកាយចចតក្រហមក៏បាននិយាយថាតើវានឹងគឺជានិមិត្តសញ្ញាសិនវដែលជានិមិត្តសញ្ញាដ៏ទេវភាពនឹងមែនទេដែលធ្វើឲ្យពិភពលោកមួយនេះគឺពពុះវង្វេងខ្លះសវាក៏បាននិយាយថាគឺមិនខុសនោះទេគឺជានិមិត្តសញ្ញានឹងហើយតែឯម្ចាស់និកាយមួយទៀតដែលមានគឺផ្លេចឈ្មោះនិកាយរបស់គាត់បាត់ហើយគាត់គឺបាននិយាយថាអិសរៈជនទាំងពីរហ្នឹងគឺបានតាមស្វែងរកជាមួយនឹងនិមិត្តសញ្ញាមួយហ្នឹងគឺជាយូរណាស់មកហើយហើយគាត់ក៏កំណត់ស្មានដែរថាវាមានអាចកំបាំងនៅក្នុងការតាមស្វែងរកកំណត់ត្រង់នៅក្នុងទីនេះដែលស្ដាំរបស់ហៅធានក៏បានសួរទៅកាន់អ្នកទាំងបីថាចុះបើអញ្ចឹងតែណាហុងស៊ីហ្វូតើគេហ្នឹងគឺនៅឯណាចចកខ្មែររូបវាក៏បានឆ្លើយតបទាំងរដាប់ថាហុងស៊ីហ្វូគឺត្រូវបានសម្លាប់ទៅដោយយេហ្វឹងបាត់ទៅហើយគ្រាន់តែបានស្ដាប់លើពេលសម្ដីទាំងអស់នេះក៏បានធ្វើឲ្យម្ចាស់និកាយរៀងខ្លួនហ្នឹងគឺពិតជាមានការប្រែជាខ្លាំងដោយម្ចាស់និកាយចចកក្រហមក៏បានជឿថាវាមិននឹងឯងទៅរួចទៅតើហុងស៊ីហ្វូអាចត្រូវបានសម្លាប់ទៅដោយយេហ្វឹងដោយរបៀបណាខ្លះសោវាក៏បានបញ្ជាក់ផងដែរថាយេហ្វឹងគឺបានទម្លុះកម្រិតដល់ទី11ថ្នាក់ទី4ហើយគេនឹងក៏បានឃើញផ្ទាល់ភ្នែកថាយេហ្វឹងគឺសម្លាប់ទៅកាន់ហុងស៊ីហ្វូអាចារ្យគាត់ក៏បានជឿថាវាមិនអាចទៅរួចនោះទេក្នុងរយៈពេលកន្លះខែយេហ្វឹងក៏អាចទម្លុះបានមួយកម្រិតនេះគឺពិតជារឿងដែលទឹកស្មានមិនដល់ម្ចាស់និកាយមួយទៀតក៏បានសួរទៅកាន់ខ្លះសថាតើនិយាយចឹងតើពួកឯងគឺអាចទទួលបានអ្វីដែរទេហើយអ្នកទាំងបីនេះគឺបានមុខគ្នាតែម្ដងគឺថាពួកគេទាំងបីនេះគឺមិនអាចទទួលបានអ្វីនោះទេដែលស្ដាំរបស់ហៅធានគេក៏បាននិយាយថាការស្លាប់នឹងរបួសគឺមិនអាចជិះរួចហើយគាត់នឹងក៏បានបន្ថែមទៀតថានៅពេលនេះផងដែរគឺមានតែការរងចាំជាហ្វឹងគឺចេញមកខាងក្រៅនោះទេហើយពួកយើងនឹងចាត់ការទៅកាន់ជាហ្វឹងឲ្យណានៃតែម្ដងសរឿងគេក៏បានកាត់មកដល់ខាងក្នុងវិញម្ដងជាងក៏បានឃើញថាភ័យធានអាកញ្ញាហ្វឹងលលៃជូចានជាមួយនឹងរៀនច្បងដែលត្រូវជាបងប្អូនស្លាប់រស់ជាមួយនឹងជាហ្វឹងបើចិនហ្នឹង
ក៏នៅទីនឹងផងដែរបងប្អូនស្លាប់រស់របស់ជាហ្វឹងបាននិយាយថាមកទៅលោកប្អូនជាហ្វឹងហ្នឹងគឺមិនចេញមកទៀតនោះទេប្រហែលជាពួកយើងហ្នឹងគឺនឹងត្រូវជាប់នៅទីនេះរយៈពេល100ឆ្នាំហើយមើលទៅមិនតែប៉ុណ្ណោះរកគាត់នឹងគឺបានជាបន្ថែមទៀតថាដល់ពេលនោះបងប្រុសទី2របស់គាត់នឹងច្បាស់ជាមានចៅថែមទៀតផងហើយចំណែកឯរកគាត់វិញគឺនៅ single តែម្នាក់ឯងមើលទៅនឹងគឺពិតជា alone ខ្លាំងមែនទែនរីឯ Python អាយូចានជាមួយនឹងកញ្ញាហ្វឹងលលេគ្រាន់តែបានលឺដូច្នេះគឺថាពួកគេនឹងគឺមិនអស់សំណាច់គឺមិនបាននោះទេរឿងអីមិនគិតរឿងគូសកលស្រាប់តែពេលនោះជាហ្វឹងបើយើងគាត់ក៏បាននិយាយថាកម្រាំអីរកគាត់នឹងគឺមិនអោយអ្នកទាំងអស់គ្នានឹងគឺវេទនាដូច្នេះនោះទេបើសិនជាស្ដាប់លេងៗទៅគឺថាពិតជាគួរអាណិតខ្លាំងមែនទែនហើយបើសិនជាយើងក្រឡេកទៅមើលទៅកាន់ជូចានគឺថារកនេះគឺពិតជាសប្បាយចិត្តអស់ក៏ខប់ក៏ខាប់តែម្ដងយើងនឹងគឺក្រាស់គេទៅហើយបើសិនជាមិនអស់ក៏វាមិនកើតនៅពេលនេះផងដែរយើងក៏បានឃើញថាយាហ្វឹងបើចិនក៏បានលេចមុខចឹងហើយមើលទៅវាគឺពិតជាសង្ហាខ្លាំងមែនទែនក៏ប៉ុន្តែសម្រាប់របស់ admin ក៏សង្ហាជាងយាហ្វឹងបើចឹងទៅទៀតហើយបើសិនជាយកសម្រាប់របស់ admin ទៅប្រៀបធៀបជាមួយនឹង Civilian វិញគឺថា Civilian របស់យើងនឹងគឺគ្មានគីឡូជាមួយនឹង admin នោះទេគឺថាស្អាតដាច់តែម្ដងខុសតែកម្ពស់ទេកម្ពស់របស់ admin គឺតែ1ម៉ែត្រ7ជាងទេតែបើសិនជា1ម៉ែត្រ9ដូចជាពួកវានឹងគឺថាមិនដឹងល្អយ៉ាងណាឥឡូវយើងចូលនិយាយសាច់រឿងរបស់ជើបន្តជាហ្វឹងបើចឹងក៏បានប្រាប់អ្នកគ្រប់គ្នាថាបើសិនជាអ្នកទាំងអស់គ្នានឹងគឺមានពាក្យអ្វីចង់និយាយពួកយើងនឹងគួរតែចាត់ចែងពីទីនេះហើយនិយាយនៅខាងក្រៅល្អជាងសាច់រឿងគេក៏បានកាត់មកដល់ខាងក្រៅយើងក៏បានឃើញថារៀនច្បងមូរបស់យើងគឺកំពុងតែរងចាំទៅកាន់ជាហ្វឹងមិនតែប៉ុណ្ណោះយើងក៏បានឃើញថាឡាវូជាមួយនឹងអ្នកលេងក្បាច់ជួបរបស់យើងនឹងគឺនៅទីកន្លែងហ្នឹងផងដែរគឺកំពុងតែរងចាំគ្នារបស់ជាហ្វឹងជាមួយនឹងបងប្អូនរបស់គេនឹងឯងរងចាំបានបន្តិចយើងក៏បានឃើញថាជាហ្វឹងជាមួយនឹងគ្នារបស់គេរួមមានដូចជាភ័យជាអាកញ្ញាហ្វឹងលើយូចាជាមួយនឹងបងប្អូនស្លាប់រស់របស់ជាហ្វឹងហ្នឹងគឺថាពួកគេទាំង5នាក់ហ្នឹងគឺបានចេញមកខាងក្រៅហើយជាហ្វឹងបើចឹងក៏បាននិយាយទៅកាន់ពួកគេថាឲ្យគាត់សុំទោសខ្លាំងមែនទែនដែលធ្វើឲ្យអ្នកទាំងអស់គ្នាគឺព្រួយបារម្ភស្រាប់តែពេលនោះក៏បានឮសំឡេងអ្នកក្លាហានម្នាក់ក៏បាននិយាយថាមិនបាច់ចាំសុំទោសអ្វីនោះទេហើយម្នាក់នៅផងដែរគឺចិត្តឲ្យស្ដាំរបស់ហៅធាននឹងឯងដោយគាត់គឺបានជាបន្ថែមទៀតថាពួកឯងហ្នឹងគឺមិនបាច់ចាំសុំទោសឬមួយក៏ព្រួយបារម្ភគ្នាអីនោះទេដោយនៅថ្ងៃនេះពួកឯងហ្នឹងគឺនឹងត្រូវស្លាប់នៅទីនេះហើយសាកសពរបស់ឯងហ្នឹងគឺនឹងត្រូវកប់នៅទីនេះចាក់ជាពំខានមិនតែប៉ុណ្ណោះយើងក៏បានឃើញថាម្ចាស់និកាយ3ផ្សេងទៀតគឺបានចូលដៃចូលជើងជាមួយនឹងយាយឆិនលោករូគេក៏បានសួរទៅកាន់យាយឆិនថាយាយឆិនតើឯងហ្នឹងគឺកំពុងតែធ្វើអ្វីយាយឆិនក៏បានតបទៅកាន់ឡៅអ៊ូវិញថារូគេនឹងកំចាត់ទៅកាន់ជាហ្វឹងដើម្បីកំចាត់កំហឹងរបស់គេឬច្បងមូរូគាត់ក៏បាននិយាយថាវាមិនថ្ងៃទៅរួចទៅដែលឯងហ្នឹងគឺចង់កំចាត់ទៅកាន់ជាហ្វឹងហ្នឹងគឺបានចង្ងាយដូច្នេះយាយឆិនរូគេក៏បាននិយាយតបទៅកាន់រៀនច្បងមូរបស់ជើងវិញថាបើចឹងនោះទេឯងហ្នឹងគួរតែទៅឋានរកជាមួយនឹងជាហ្វឹងទៅយល់ឡយើងហ្នឹងគឺនឹងកំចាត់ទៅកាន់ពួកឯងទាំងអស់គ្នានៅពេលនេះតែម្ដងគ្រាន់តែយាយឆិននិយាយដូចនេះភ្លាមនៃចាស់និកាយទាំង3ក៏ចាប់ផ្ដើមធ្វើកាយវិប្រហារទៅកាន់រៀនច្បងមូភ្លាមតែម្ដងចំពោះរៀនច្បងមូបើចឹងដូចគ្នាផងដែររូបគាត់ក៏មិនខ្លាចជាមួយនឹងកាយវិប្រហាររបស់ម្ចាស់និកាយទាំង3នោះឡើយដោយសារតែកម្រិតរបស់រៀនច្បងមូគឺខ្ពស់ជាងអ្នកទាំង3ទៅទៀតដូច្នេះវាគ្មានបញ្ហាសម្រាប់គាត់នោះទេរៀនច្បងមូក៏បាននិយាយទៅកាន់បងប្អូនរបស់គាត់ហើយជាមួយនឹងគ្នារបស់យាយហ្វឹងថាពួកឯងទាំងអស់គ្នាហ្នឹងគួរតែប្រយ័ត្នប្រយែងចាត់ចេញពីទីកន្លែងហ្នឹងទៅហើយយល់ទៅការវិភាគរបស់ម្ចាស់និកាយជាមួយនឹងរៀនច្បងមូបើជើងហ្នឹងគឺពិតជាអស្ចារ្យខ្លាំងមែនទែនអឡងពេលនោះម្ចាស់និកាយប្រុសម្នាក់ក៏បាននិយាយទៅកាន់ពួកគេថាពួកឯងទាំងអស់គ្នាកុំគិតថាអាចគេខ្លួនបានទៅណាឲ្យសោះហើយម្ចាស់និកាយទាំង3ក៏ចាប់ផ្ដើមធ្វើការវិភាគបន្តទៅការរៀនច្បងមូហើយជិះមកទៅរៀនច្បងមូបើចឹងគឺកិច្ចការវិភាគរបស់ពួកគេហ្នឹងគឺយ៉ាង easy តែម្ដងរៀនច្បងមូបើចឹងគាត់ក៏បានប្រាថ្នាពររបស់គាត់បង្កើតបានទៅជា array មួយហើយជិះមកទៅ array មួយនេះផងដែរគឺពិតជាមានថាមពលគឺមិនអន់រៀនច្បងមូគាត់ក៏បាននិយាយទៅកាន់ម្ចាស់និកាយទាំង3ជាមួយនឹងយាយឆាន់ថាតើពួកឯងហ្នឹងគឺបានលឺមកពីណាថាយើងហ្នឹងគឺនឹងធ្វើការវិភាគទៅកាន់ពួកឯង1ទៅ9រៀនច្បងមូគ្រាន់តែបាននិយាយដូចនេះភ្លាមរកគាត់ហ្នឹងគឺបានប្រាថ្នាពររបស់គាត់តែបន្តិចប៉ុណ្ណោះពួកឯងរករាងកាយរបស់គាត់ជាមួយនឹងគ្នាយើងហ្វឹងអីហ្នឹងគឺ teleport ទៅយ៉ាងឆ្ងាយគឺថាបាត់ស្រមោលសូនឆាននៅទីកន្លែងហ្នឹងហ្មងម្ចាស់និកាយផ្សេងទៀតគ្រាន់តែបានឃើញដូច្នេះនិយាយពីថាពួកគេហ្នឹងគឺពិតជាមិនគួរជឿថារៀនច្បងមួយវិញហ្នឹងគឺមានបច្ចេកទេសដូច្នេះនោះទេចំណែកឯយាយឆានគេក៏បានជឿថារូគេហ្នឹងគឺប្រកាសខ្លាំងណាស់ហើយរូគេហ្នឹងក៏បានត្រៀមខ្លួនហើយផងដែរដោយយាយឆានក៏បាននិយាយទៅកាន់ម្ចាស់និកាយទាំង3ទៀតថាតើពួកលោកហ្នឹងកំពុងតែឈោមអ្វីមិនឆាប់ដេញតាមទៅកាន់ពួកគេទៅសាច់រឿងគេក៏បានកាត់មករត់ឈុតនេះយើងក៏បានឃើញថាជាហ្វឹងភ័យធានអាវជូចានញ៉ាហ្វឹងលលៃជាមួយនឹងឡៅអ៊ូអីហ្នឹងពួកគេទាំងអស់គ្នាហ្នឹងកំពុងតែធ្វើការហោះចាត់ចេញពីទីកន្លែងនេះដោយអ្នកលេងប្រើវេទមន្តជក់ហ្នឹងក៏បាននិយាយទៅកាន់គ្នារបស់គាត់ថានេះគឺដោយសារតែបងប្រុសទី2នោះទេដែលបានបង្កើតអារេការពារភ្នំបើមិនបំរុចឆ្នាំនោះទេពួកយើងទាំងអស់គ្នាគឺប្រហែលជាមានបញ្ហាចាជាពំខានភ័យធានអារគេក៏បាននិយាយថាជាសំណាងល្អដែលជាហ្វឹងរបស់យើងហ្នឹងក៏បានដឹងមុនថាពួកគេទាំងអស់គ្នាហ្នឹងគឺនឹងវាឆ្មន់នៅខាងមុខជាហ្វឹងរបស់យើងគាត់ក៏បាននិយាយថាពួកយើងហ្នឹងកុំទាន់សប្បាយចិត្តពេកដោយដៃស្ដាំរបស់ហៅធានដែលត្រូវជាយន់ឆិនហ្នឹងគឺពិបាកដោះស្រាយជាងការរំពឹងទុក
របស់ពួកជើងទៅទៀតជួយ៉ាងគ្រាន់តែបានលើដូច្នេះរត់នាងគឺបំរុងនឹងនិយាយទៅហើយក៏ប៉ុន្តែត្រូវបានកញ្ញាហ្វឹងលលៃហ្នឹងគឺបាននិយាយកាត់ភ្លាមតែម្ដងដោយពាក្យសម្ដីរបស់កញ្ញាហ្វឹងលលៃរត់នាងគឺបាននិយាយថាជួនឆាន់ដែលត្រូវជាដៃស្ដាំរបស់ហៃធានរកគេហ្នឹងគឺពិតជាមានការអត់ធ្មត់ខ្លាំងណាស់ហើយក៏មកចិត្តក្នុងការងារផងដែររកគេហ្នឹងគឺមិនចេះវាប្រហាផ្ដេសផ្ដាសនោះទេចំណែកឯជួចានរបស់យើងគ្រាន់តែបានលើដូច្នេះនិយាយថារត់នាងគឺអន់ចិត្តមើលស្ទើរនោះទេហើយនេះក៏ជាពាក្យសម្ដីរបស់នាងគួរតែនិយាយផងដែរនៅពេលដែលពួកគេគឺហោះបានបន្តិចជាងក៏បានឃើញថាម្ចាស់និកាយទាំង3ហ្នឹងគឺមកដល់ភ្លាមតែម្ដងនិយាយថាពួកគេហ្នឹងគឺតាមតាន់លឿនខ្លាំងមែនទែនជាហ្វារបស់យើងគ្រាន់តែបានលើដូច្នេះក៏បាននិយាយទៅកាន់យូយ៉ានជាមួយនឹងភ័យធានាថាឲ្យអ្នកទាំងពីរហ្នឹងគឺតាមទៅជាមួយនឹងឡាវអូហើយនឹងអូសៀនទៅហើយគាត់ជាមួយកញ្ញាហ្វឹងលលៃហើយជាមួយនឹងបងប្អូនស្លាប់របស់គាត់នឹងតតល់នៅទីនេះជាហ្វឹងជាមួយនឹងកញ្ញាហ្វឹងលលៃជាមួយនឹងបងប្អូនស្លាប់របស់គាត់ក៏បានប្រាប់ថាមពលរួមគ្នាធ្វើការវិភាគទៅកម្មម្ចាស់និកាយទាំង3ទោះបីជាថាមពលនៃការវិភាគរបស់ពួកគេទាំង3នេះគឺពិតជាខ្លាំងយ៉ាងណាក៏ដោយក៏ប៉ុន្តែទល់ជាមួយនឹងម្ចាស់និកាយទាំង3ពួកគាត់ក៏មិនអន់ដូចគ្នាគឺថាពួកគាត់នឹងគឺទប់ទល់ជាមួយនឹងការវិភាគមួយនេះគឺបានយ៉ាងងាយតែម្ដងម្ចាស់និកាយចចកក្រហមក៏បាននិយាយទៅកាន់ជាហ្វឹងជាមួយគ្នាជាហ្វឹងថាបង្គាតតទាំង3តើពួកអែនគឺចង់មកខាត់ជើងមែនទេជាហ្វឹងរបស់ជើងគ្រាន់តែបានលើដូច្នេះគ្រូគាត់នឹងក៏បាននិយាយត្រឡប់ទៅវិញថាតើអានឹងគឺផ្លេចហើយមែនទេក្បាលខ្មៅរបស់ឯងម្ចាស់និកាយចចកក្រហមគ្រាន់តែបានលើដូច្នេះនិយាយពីថាគេនឹងគឺចង់លោតទៅវាយជាហ្វឹងភ្លាមតែម្ដងអំឡុងពេលនោះនៅទីកន្លែងហ្នឹងក៏មានថាមពលមួយយ៉ាងខ្ពស់ខ្មាញ់តែម្ដងហើយខ្ញុំមកទៅថាមពលនេះផងដែរវានឹងគឺពិតជាខ្លាំងក្លាមែនទែនហើយក៏ផុសចេញនៅរូបរាងព្រលឹងនេះមួយយ៉ាងធំសម្បើមម្ចាស់និកាយទាំង3គ្រាន់តែបានឃើញដូច្នេះពួកគេនឹងគឺលន់មកថាវិវត្តធំហើយសាច់រឿងភាគមួយនេះផងដែរគឺត្រូវបានខិតឆ្លាស់តាប៉ុណ្ណឹងខ្ញុំបាទពិតជាអរគុណខ្លាំងមែនទែនចំពោះការតាមដានរបស់អ្នកទាំងអស់គ្នាហើយចង់សុំទោសផងដែរនិយាយពីថាចេញរឿងយូរហើយបើសិនជានិយាយពីមូលហេតុទៅគឺគ្មានអ្វីច្រើននោះទេដោយសារតែនៅគៀនផ្ទះខ្ញុំគឺជាងកម្លាំងនៅមុខផ្ទះខ្ញុំគឺជាងម៉ូតូហើយថ្ងៃឡើងគឺភ្លៀងហើយជប់ឡើងក៏ភ្លៀងចឹងគឺវាពិបាកក្នុងការសម្រាយខ្លាំងមែនទែនហើយថ្ងៃហ្នឹងគឺចេញតាមមកភៀននោះទេប៉ុន្តែបើសិនជាថ្ងៃស្អែកប្រហែលចេញឲ្យគ្នាយើងហ្នឹងគឺពីរភាដើម្បីជាការតបស្នងហើយក៏ជាការសុំអភ័យទោសទៅកាន់គ្នាយើងផងដែរជាចុងក្រោយខ្ញុំបាទអរអញ24សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយអារីកាតូកសៃម៉ា